ប្រិយមិត្តពុកម៉ែបងប្អូនមកដល់នេះកងទ័ពរបស់ប្រទេសថៃនៅតែបន្តការឈ្លានពានមកលើបូរណភាពទឹកដីនៃប្រទេសកម្ពុជាបាទហើយដោយកម្លាំងថ្មើរជើងរបស់ពួកគេបានរងនឹងការបរាជ័យជាបន្តបន្ទាប់ខណៈពេលនេះក៏មានសារព័ត៌មានរបស់ថៃក៏ដូចជាពួកកងទ័ពរបស់ថៃកំពុងតែមានការព្រួយបារម្ភហើយក៏នាំគ្នាធ្វើការថតបង្ហោះនិងការចុះផ្សាយទៅលើអាវុធធុនស្រាលស្វ័យប្រវត្តិរបស់កងទ័ពខ្មែរមួយប្រភេទដែលមានឈ្មោះថា QBU-10 ដែលពួកគេជឿជាក់អំពីការដាក់ពង្រាយនៅតាមសមរភូមិនៅក្នុងការវាយប្រហារចំពោះកងទ័ពរបស់ប្រទេសថៃដែលកំពុងតែឈ្លានពានទឹកដីកម្ពុជានោះបាទយោងទៅតាមសារព័ត៌មានភាសាអង់គ្លេសរបស់ប្រទេសថៃឈ្មោះ Khao-sut បានធ្វើការចេញផ្សាយថាបើតាមទំព័របណ្ដាញសង្គម Facebook ដ៏ល្បីល្បាញមួយឈ្មោះថា Army Military Fox ដែលរាយការណ៍អំពីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជានិងថៃបានថតបង្ហាញនៅរូបភាពជាច្រើនអំពីកងទ័ពខ្មែរដែលកាន់កាំភ្លើងប្រភេទ QBU-10 នេះដែលផលិតដោយប្រទេសចិនហើយត្រូវគេជឿថាកាំភ្លើងធុនស្រាលស្វ័យប្រវត្តិដែលមានកម្លាំងដ៏ខ្លាំងក្លាប្រភេទនេះត្រូវបានដាក់ពង្រាយនៅតាមសមរភូមិប្រយុទ្ធនានានៅតំបន់ប្រាសាទព្រះវិហារនិងសមរភូមិជាច្រើនទៀតរូបភាពទាំងនេះត្រូវបានគេរាយការណ៍ដោយដកស្រង់ប្រភពតាម Telegram នៃកងទ័ពរបស់ខ្មែរគេហទំព័រឈ្មោះ Army Military Fox បានបង្ហាញនៅរូបភាពឲ្យបានដឹងថាប្រហែលជាមានទាហានកម្ពុជាប្រដាប់ទៅដោយកាំភ្លើងប្រឆាំងទៅនឹងសម្ភារៈពាក់កណ្ដាលស្វ័យប្រវត្តិដែលជាការផលិតឡើងដោយប្រទេសចិនកាំភ្លើងប្រភេទនេះត្រូវបានគេលើកឡើងថាកងទ័ពកម្ពុជាបាននឹងកំពុងតែប្រើប្រាស់នៅក្នុងសមរភូមិជួរមុខកាំភ្លើងបាញ់ប្រឆាំងទៅនឹងញាក់បាញ់ស៊ីបប្រភេទ QBU-10 នេះគឺជាកាំភ្លើងដ៏ល្បីល្បាញមួយប្រភេទត្រូវបានផលិតទៅដោយក្រុមហ៊ុននៃក្រសួងការពារជាតិចិនគ្រប់គ្រងទៅដោយរដ្ឋាភិបាលចិនកាំភ្លើងធុនស្រាលដ៏កំណាយប្រភេទនេះអាចនឹងបាញ់គ្រាប់ទំហំ12កន្តក់សញ្ញា7គុណនឹង108មីលីម៉ែត្រដែលកម្ពុជាហៅថា12ក្បៀសបាទប្រិយមិត្តពុកម៉ែបងប្អូនកាំភ្លើងប្រភេទនេះក៏អាចប្រាយគ្រាប់ពាក្យដែកពិសេសគឺមានថាមពលបំផ្លិចបំផ្លាញខ្ពស់ឬខ្លាំងបំផុតដោយវាមានសមត្ថភាពទម្លក់នៅរថពាក្យដែកធុនស្រាលរថយន្តពាក្យដែកឧទ្ធម្ភាគចក្រហោះហើរទាបឬក៏បំផ្លាញប្រព័ន្ធរ៉ាដានិងឧបករណ៍យោធាការពារធុនស្រាលផ្សេងៗទៀតប្រកបទៅដោយប្រសិទ្ធភាពខ្ពស់បំផុតគឺប្រភេទនេះមានទម្ងន់ប្រហែល13គីឡូក្រាមដោយមិនរាប់បញ្ចូលទាំងអប់ទិកនិងក្របរំសេវផ្សេងៗទៀតនោះទេបាទកងទ័ពនៃសមរភូមិជួរមុខនឹងមានទំនុកចិត្តទៅលើកាំភ្លើងប្រភេទនេះព្រោះវាអាចនឹងបាញ់យ៉ាងមានប្រសិទ្ធភាពនៅក្នុងចម្ងាយចន្លោះពី1000ទៅ1500ម៉ែត្រហើយវាអាចបាញ់នៅក្នុងចម្ងាយជាអតិបរមារហូតទៅដល់2000ម៉ែត្រឯណោះបាទ QBU-10 នេះត្រូវបានបំពាក់ទៅដល់កងទ័ពចិនដើម្បីបង្កើននូវសមត្ថភាពប្រយុទ្ធប្រៀបធៀបទៅនឹងកាំភ្លើង Barrett M80B ដែលប្រើប្រាស់ទៅដោយកងទ័ពសហរដ្ឋអាមេរិកកាំភ្លើងប្រភេទនេះដំណើរការតាមរយៈប្រព័ន្ធកាតដែលមាននៅប៊ូឡុងបង្វិលជាមួយគ្នានេះដែរកាំភ្លើងប្រភេទនេះមានលក្ខណៈពិសេសនៅក្នុងការបង្វិលដើម្បីកាត់បន្ថយនៅការបង្វិលនិងធ្វើឲ្យវាមានប្រសិទ្ធភាពខ្ពស់បន្ថែមទៅទៀតបាទតាមសេចក្តីរាយការណ៍ដដែលនេះបង្ហាញថាកាំភ្លើងនេះមានប្រសិទ្ធភាពជាងកាំភ្លើង Barrett M82 ហើយកាំភ្លើងប្រភេទនេះអាចដោះជាផ្នែកសម្រាប់ងាយស្រួលទៅដល់ការដឹកជញ្ជូននិងផ្គុំឡើងវិញផងដែរបាទ QBU-10 នេះភ្ជាប់មកជាមួយនឹងវិស័យជាប្រដាំឲ្យមានឧបករណ៍ពង្រាយ YMA09 និងឧបករណ៍ស្វែងរកដោយ laser ឬក៏កែវយិតដើម្បីបង្កើននូវភាពត្រឹមត្រូវនៅក្នុងការបាញ់ចម្ងាយដ៏ឆ្ងាយហើយណាស់បាទប្រិយមិត្តពុកម៉ែបងប្អូនលើសពីនេះទៅទៀតកាំភ្លើងប្រភេទនេះត្រូវបានបំពាក់ដោយអប់ទិកបំរុងទុកយ៉ាងពិសេស QBU M151A ដែលអាចប្រើប្រាស់ទាំងពេលថ្ងៃនិងពេលយប់ហើយកាន់តែពិសេសនោះគឺរូបភាពចាប់កម្ដៅសម្រាប់គ្រប់ស្ថានភាពពន្លឺរួមជាមួយនឹងអេក្រង់ដែកដែលអាចមានការបត់បែនបានសម្រាប់ប្រើប្រាស់នៅក្នុងគ្រាអាសន្នឬក្នុងករណីដែលអប់ទិកឬក៏កែវយិតត្រូវបានខូចបានហើយបើតាមសេចក្តីរាយការណ៍ដដែលនោះកាសែតរបស់ប្រទេសថៃបាទឈ្មោះ Khao-sut ណាប្រិយមិត្តក៏បានអះអាងថាខ្លួនមិនអាចទាក់ទងសុំការបំភ្លឺពីកងទ័ពរបស់ខ្លួនជំវិញកំភ្លើងប្រភេទនេះបានឡើយនោះទេបាទប្រិយមិត្តនេះគឺជាការចុះផ្សាយរបស់កាសែត Khao-sut របស់ប្រទេសថៃហើយពួកគេបានលើកឡើងថាប្រភពរូបភាពមួយចំនួននឹងក៏បានមកពីកងទ័ពថៃដែរបាទហើយគេបារម្ភថាកំភ្លើងប្រភេទនេះបាទ QBU-10 គឺពិតជាមាននៅអតិពលខ្លាំងមានអានុភាពខ្លាំងនៅក្នុងការប្រើប្រាស់ពីព្រោះថាវាបាញ់រយៈចម្ងាយឆ្ងាយបានដល់ទៅ2000ម៉ែត្រដែលស្មើនឹង2គីឡូម៉ែត្រណោះប្រិយមិត្តបងប្អូនបាទ
ដូច្នេះវាគឺជាអាវុធពិសេសមួយនៅក្នុងចំណោមអាវុធពិសេសជាច្រើនទៀតដែលគេជឿជាក់ថាកម្ពុជានឹងអាចមានក៏ប៉ុន្តែប្រភេទអាវុធនេះគេមិនទាន់ដឹងច្បាស់ថាកម្ពុជាយកទៅប្រើប្រាស់នៅក្នុងសមរភូមិសង្គ្រាមឬក៏យ៉ាងណានៅឡើយនោះទេបាទក៏ប៉ុន្តែសម្រាប់ភាគីថៃបានធ្វើការចុះផ្សាយបែបនេះហើយសម្រាប់ខាងក្រសួងការពារជាតិកម្ពុជាក៏មិនមានការបង្ហាញអំពីប្រភេទអាវុធនេះដែរថាយ៉ាងណានោះដែរនេះគឺជាអាវុធមួយដើម្បីគ្រាន់តែការពារនៅបរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះហើយក៏អាចចាត់ទុកថាជាអាវុធពិសេសបាញ់តែចំពោះសត្រូវនោះទេអាចមានការវាយប្រហារទៅដល់ប្រភេទនៅសម្ភារៈយោធាកម្រិតស្រាលមួយចំនួនរួមទាំងនៅពួករថពាសដែកមានទាំងឧទ្ធម្ភាគចក្ររួមទាំងសម្ភារៈមួយចំនួនដែលប្រើប្រាស់នៅក្នុងប្រព័ន្ធនៃយោធារបស់ពួកសត្រូវផងដែរនេះគឺជាចំណោមអាវុធពិសេសជាច្រើនទៀតដែលកម្ពុជាត្រូវបានគេជឿជាក់ថានៅមានមិនទាន់បានប្រើប្រាស់សម្ធនល្មមជាមួយនឹងសង្គ្រាមដែលកំពុងតែវាយប្រហារដោយកងទ័ពថៃនៅឡើយនោះទេមានអ្នកខ្លះក៏បានលើកឡើងថាកម្ពុជានឹងអាចមាននៅប្រភេទអាវុធក្រានទៀតដូចជាប្រភេទ drone ដែលអ្នកខ្លះមិនបានដឹងថាតើកម្ពុជាមាន drone អត្តឃាតដែលមានការបំផ្លិចបំផ្លាញខ្ពស់ហើយសម្បូរបែបដែលប្រើប្រាស់នៅក្នុងសមរភូមិដែលធ្វើឲ្យកងទ័ពរបស់ប្រទេសថៃមានការបាក់ស្បាតនិងមានការព្រួយបារម្ភយ៉ាងខ្លាំងហើយនៅក្នុងចំណោមប្រភេទកំជ្រួយផ្សេងទៀតក៏សម្បូរបែបដូចជាប្រភេទ XS03 នៅប្រភេទ SX01C ជាដើមនោះគឺសុទ្ធតែជាប្រភេទពិសេសដែលគេជឿជាក់ថាកម្ពុជាមាននៅសម្បូរបែបដែលក្នុងនោះគឺនាយករដ្ឋមន្ត្រីកម្ពុជាក៏ត្រូវបានប្រកាសថានឹងមានសប្បាវុធគ្រប់គ្រាន់ដើម្បីបម្រើការពារប្រទេសរបស់ខ្លួនបាទហើយក្នុងនោះដែរគឺមានសម្ព័ន្ធមិត្តដ៏រឹងមាំដែលមានការទំនាក់ទំនងគ្នាល្អជាយូរយ៉ាវណាស់មកហើយកម្ពុជាគឺជាប្រទេសដ៏អាចកំបាំងទៅលើផ្នែកយោធាដែលប្រទេសជិតខាងមិនអាចវាយតម្លៃបានទាំងសមត្ថភាពនៃការប្រយុទ្ធទាំងបទពិសោធន៍និងសប្បាវុធសម្ងាត់ជាច្រើនទៀតដែលធ្វើឲ្យភាគីនៃគូសត្រូវពិបាកនៅក្នុងការប៉ាន់ស្មានបាទប្រិមិត្តពុកម៉ែបងប្អូនអរគុណជម្រាបលា